បាទជំរាបសួរគឺសួស្តីពុកម៉ែបងប្អូនបាទនេះជាសកម្មភាពបងប្អូនរស់នៅក្នុងភូមិគោកឫស្សីគិតបានដាក់រៀបចំកម្មវិធីដាក់បាតនៅក្នុងភូមិគោកឫស្សីបាទនាថ្ងៃទី1នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខអញ្ចឹងដូច្នេះបាទជាពលរដ្ឋចាស់ក្មេងគិតបានត្រៀមចំហាន់មានដូចជាថវិកាមានចំហាន់ដើម្បីយើងមកត្រង់បាតដើម្បីឧទ្ទិសកុសលជូនញាតិកាទាំង7សន្តានដែលបានចែកឋានទៅខាងមុខបាទវីដេអូនេះគឺមានតែប៉ុណ្ណេះអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយចុច like ចុច share ដើម្បីទទួលបានវីដេអូថ្មីអ្វីដែលពិសេសបងប្អូនគឺគេមានកម្មវិធីសង្ក្រាន្តគេហៅថាសង្ក្រាន្តគោកឫស្សីភូមិគោកឫស្សីអញ្ចឹងណាកុំភ្លេចបងប្អូននៅក្នុងភូមិក៏ដូចជាបងប្អូនដែលនៅបណ្ដាភូមិផ្សេងៗមកចូលរួមលេងទាំងអស់គ្នាអរគុណ